ឥឡូវបងប្អូនចង់ដឹងអ្វីដែលខ្ញុំមានការព្រួយបារម្ភនៅខាងក្រោយខ្នងទេបាទបើសិនជាកុមារនោះអាចត្រូវបានគេបង្រៀនលំហាត់គណិតវិទ្យាចំនួន5ទៅ10លំហាត់ហើយកុមារនោះអាចចេះធ្វើលំហាត់នឹងច្បាស់ឧទាហរណ៍តែកុមារនោះគេបង្រៀនគាត់ចំនួន10លំហាត់ហើយគាត់ចេះចាំស្ទាត់ណាអញ្ចឹងគេយកលំហាត់ទាំង10នោះមកឲ្យគាត់ធ្វើហេតុនេះគាត់អាចធ្វើដោយគ្មានកំហុសទេហេតុអ្វីបានខ្ញុំនិយាយដូច្នោះពីព្រោះខួរក្បាលក្មេងចន្លោះពីអាយុ10ឆ្នាំក្រោមអាយុ10ឆ្នាំគឺក្មេងរៀនឆ្លាតអញ្ចឹងហើយបានជាយើងមើលក្មេងក្រោមអាយុ10ឆ្នាំគឺខួរក្បាលស្អាតនឹងចាប់អីក៏ចូលបាទចាប់ហ្គេមក៏លឿនចាប់អាចសរសេរគ្រាន់តែឃើញអក្សរចិនអាចសរសេរអក្សរចិនបានឃើញអក្សរជប៉ុនអាចសរសេរអក្សរជប៉ុនបានប្អូនខ្ញុំគាត់ធ្លាប់សរសេរអក្សរជប៉ុនបានដោយគ្រាន់តែឃើញអក្សរខ្មែរគាត់អាចសរសេរអក្សរខ្មែរបានប៉ុន្តែគាត់ដឹងអានអ្វីគាត់សរសេរគាត់មើលរូបរាងបាទប្អូនជីដូនមួយខ្ញុំកាលអាយុ6ឆ្នាំហ្នឹងគឺដាក់អក្សរខ្មែរនៅលើផ្ទាំងទៅសួរឲ្យសរសេរគាត់សរសេរតាមបានដូចបាទគាត់សរសេរដូចទាំងអស់សួរថានឹងថាម៉េចគឺក៏អត់មានន័យថាម៉េចទេគឺមានន័យថាខួរក្បាលរបស់គាត់គឺល្អខួរក្បាលរបស់ក្មេងជាទូទៅបើមិនសម្រាប់តែលើនរណាម្នាក់ទេខួរក្បាលយើងអាចនិយាយថា 90% ខួរក្បាលរបស់ក្មេងយោងតាមចិត្តវិទ្យាចន្លោះពីអាយុក្រោម10ឆ្នាំគឺខួរក្បាលគាត់ស្អាតងាយចាប់បានបាទទូរស័ព្ទអីក៏ដោយមនុស្សចាស់ចាប់បានដូចក្មេងចាប់បានលឿនជាងរបៀបលេងហ្គេមនេះឆ្លាតជាងមនុស្សចាស់អានឹងដោយសារតែបញ្ហាខួរក្បាលអញ្ចឹងអ្វីដែលខ្ញុំបារម្ភនោះគឺខ្លាចក្រែងតែក្មេងនឹងត្រូវបានគេបង្វឹកបាទត្រូវបានគេបង្វឹកលំហាត់គណិតវិទ្យាថ្នាក់ទី12ចំនួន5ឬក៏ទៅ10លំហាត់អញ្ចឹងទៅហើយគាត់ចេះចាំស្ទាត់លំហាត់នឹងបាទគាត់ចេះចាំស្ទាត់លំហាត់នឹងពេលដែលគាត់ធ្វើទៅគឺគាត់អាចធ្វើដោយគ្មានកំហុសអីទាំងអស់គាត់អាចធ្វើទៅតាម memory គាត់ច្បាស់បាទគាត់គឺខួរក្បាលគាត់អញ្ចឹងអ្វីដែលខ្ញុំបាទមានការព្រួយបារម្ភចំពោះចំណុចនឹងមួយទេបាទចំណុចនឹងមួយដោយសារតែខ្ញុំយល់ខ្ញុំអ្នករៀនទស្សនវិជ្ជាចិត្តវិទ្យាខ្ញុំអាចយល់អំពីចិត្តសាស្ត្រមួយចំនួនតាក់ទងនឹងកុមារវគ្គនៃចិត្តសាស្ត្រនឹងបើក្មេងៗយើងមើលគឺឆ្លាតណាស់ក្រោមអាយុ10ឆ្នាំបើយើងឲ្យកាន់អីចេះនឹងណាហើយគឺវគ្គជាទូទៅវគ្គក្មេងគេហៅថាវគ្គដែលកំពុងលូតលាស់ហ្នឹងគឺវគ្គដែលស្រូបយកភាសាខួរក្បាលផ្នែកភាសានិងលំហាត់របស់ក្មេងគឺខ្លាំងណាស់ដូចវារៀនភាសាលឿនវារៀនលំហាត់រឿនខ្លាំងណាស់អានេះអ្វីដែលខ្ញុំព្រួយបារម្ភនៅខាងក្រោយខ្នងបាទអញ្ចឹងរឿងមួយទៀតដែលជារឿងវិជ្ជមានសួរថាតើបងប្អូនជឿឬមិនជឿអាស្រ័យទៅលើបងប្អូនអានេះចំពោះខ្ញុំអត់ថាជឿឬមិនជឿទេប៉ុន្តែខ្ញុំចង់លើកឧទាហរណ៍មួយសួរថាតើរឿងកុមារខ្មែរបើសិនជារឿងនឹងពិតខ្ញុំថាបើសិនជារឿងនឹងពិតកុមារអាយុ7ឆ្នាំអាចដោះស្រាយលំហាត់គណិតវិទ្យាថ្នាក់ទី12បានតើអាចដែរឬទេចម្លើយរបស់ខ្ញុំទី1អាចហេតុអ្វីពីព្រោះរឿងនេះមិនមែនជារឿងចម្លែកទេនៅលើពិភពលោកនេះមាន challenge ដែលភាសាអង់គ្លេសហៅ challenge មានទេពកោសល្យកុមារជាច្រើនបាទដូចជា Picasso គាត់ចេះគូគំនូស្អាតជាងឪពុករបស់គាត់តាំងពីអាយុប្រមាណ 6-7 ឆ្នាំគាត់គ្រាន់តែមើលគំនូគាត់អាចគូបានបាទដូចជា Galilei ហ្នឹងគឺគាត់បកកាយគណិតវិទ្យាតាំងពីកុមារដែរគាត់អាចដោះស្រាយអញ្ចឹងក្មេងដែលអាចដោះស្រាយបញ្ហាគណិតវិទ្យាអីទាំងអស់ហ្នឹងវាមិនមែនជារឿងថ្មីហើយវាមិនមែនជារឿងចម្លែកទេប៉ុន្តែវាជារឿងអស្ចារ្យនេះចាំស្ដាប់សម្ដីខ្ញុំឲ្យច្បាស់ណារឿងចម្លែកមានន័យថារឿងដែលកើតមានតែមួយនៅក្នុងលោកមិនមាននៅទីណាទេប៉ុន្តែរឿងដូចកុមារទីទីទៀងកំហុងរបស់ខ្មែរយើងនៅខេត្តតាកែវនេះមិនមែនជារឿងចម្លែកទេរឿងទេពកោសល្យហ្នឹងណាយើងអាចជឿបានគួរឲ្យជឿជាក់បានអាចយកជាការបានអាចជារឿងពិតបានដោយសារតែមនុស្សមានទេពកោសល្យពីធម្មជាតិគឺមានមែននៅលើផែនដីគឺមានមែនប៉ុន្តែវាមិនមែនជារឿងចម្លែកមិនមែនកើតតែនៅស្រុកខ្មែរទេប៉ុន្តែវាជារឿងដ៏គួរអស្ចារ្យមិនមែនជារឿងចម្លែកគឺជារឿងដែលគួរអស្ចារ្យគឺដោយសារតែធម្មតាក្មេងណាវាត្រូវតែរៀនសូត្រមានទេពកោសល្យខ្លាំងយើងត្រូវតែលើកតម្កើង
នឹងសូមសរសើរបាទប៉ុន្តែខ្ញុំសូមលើកជាគំនិតមួយដើម្បីដឹងថាពិតមិនពិតបើសង្សិនជានៅក្នុងប្រទេសគេជឿនលឿនគេធ្វើកម្មវិធីគេនឹងធ្វើកម្មវិធី TV talk show បងប្អូនស្គាល់កម្មវិធី TV talk show ទេបាទកម្មវិធី TV talk show ហ្នឹងក្មេងហ្នឹងគេអាចអញ្ជើញឲ្យទៅឡើងទូរទស្សន៍បាទកម្មវិធីពិសេសរបស់រដ្ឋាភិបាលគេរៀបចំចំនួនប្រមាណប៉ុស្តិ៍ឬក៏នៅប៉ុស្តិ៍តកអញ្ជើញគាត់ឲ្យឡើងណាឲ្យឡើងទៅកម្មវិធីទូរទស្សន៍ហើយហៅគ្រូបង្រៀនថ្នាក់ទី12ដាក់លំហាត់ស្រាលលំហាត់ផ្សេងគ្នាដែលកុំឲ្យកុមារនេះដឹងមុនបាទលំហាត់ផ្សេងគ្នាដោយកុំឲ្យកុមារដឹងមុនប៉ុន្តែត្រូវឲ្យរូបមន្តណាឲ្យរូបមន្តគាត់មុនបាទជាទូទៅមនុស្សមិនអាចធ្វើអ្វីមួយដែលអត់ចេះរូបមន្តទេមិនអាចតែលេខទៅឃើញធ្វើទេទោះអ្នកនឹងជាអ្នកប្រាជ្ញក៏ដោយត្រូវការសិក្សាត្រូវការរូបមន្តបាទត្រូវការរូបមន្តអញ្ចឹងបើសិនជាណែTV talk show ហ្នឹងយកក្មេងហ្នឹងទៅបង្រៀនមួយព្រឹកគេថា1ម៉ោងឲ្យគាត់ធ្វើលំហាត់បង្រៀនរូបមន្តគាត់ចំនួន3រូបមន្តគណិតវិទ្យាហើយបញ្យលធ្វើលំហាត់ឲ្យគាត់ឧទាហរណ៍3លំហាត់អញ្ចឹងយើងយកគាត់ទៅធ្វើ TV show យើងប្រើរូបមន្តដដែលយើងប្រើរូបមន្តគណិតវិទ្យាដដែលប៉ុន្តែដូរលំហាត់បាទដូរលេខដូរអីទាំងអស់ដូរលំហាត់អញ្ចឹងហើយវិញ្ញាសានោះគឺដាក់ដោយគ្រូដោយមិនបានព្រៀងទុកមុនអានេះគេហៅថាកម្មវិធីទេពកោសល្យពីធម្មជាតិណាបាទកម្មវិធីទេពកោសល្យពីធម្មជាតិហ្នឹងឲ្យគ្រូដាក់លំហាត់ទៅលំហាត់ដោយមិនបានគ្រោងទុកមុនប៉ុន្តែឲ្យស្ថិតនៅក្នុងរូបមន្តដែលក្មេងបានរៀនរួចហើយអ្វីដែលក្មេងនេះបានរៀនរួចហើយដាក់ហើយផ្សាយបន្តតាមទូរទស្សន៍ឲ្យគេកែទៅបាទធ្វើ talk show អានេះបើសិនជាក្មេងនឹងអាចដោះស្រាយលំហាត់ផ្សេងគ្រូមកពីគ្រូផ្សេងទៀតដាក់បានមានន័យថាគាត់មានទេពកោសល្យធម្មជាតិយើងត្រូវតែទាំងអស់គ្នាប្រជាជនកម្ពុជាត្រូវតែមានមោទនភាពចំពោះកុមារនោះដែលខាត់ត្រូវមានមោទនភាពនៅស្រុកខ្មែរត្រូវតែចុះនៅក្នុងប្រវត្តិសាស្ត្រហើយដាក់ទៅអង្គការ UNESCO ឬក៏សភៅកំណត់ត្រាពិភពលោកនឹងដាក់ទៅជាទេពកោសល្យពិសេសអានឹងគឺយើងត្រូវតែការពារកិត្តិយសជាតិរបស់យើងត្រូវការពារត្រូវតែលើកតម្កើងធនធានដែលយើងមានគឺយើងធ្វើអញ្ចឹងបាទយើងធ្វើអញ្ចឹងដូចខ្ញុំយើងមាន TV talk show មានតេស្តបាទហើយទៀតគេអាចទៅ international test ឬក៏ទៅប្រទេសថៃឬក៏ទៅប្រទេសម៉ាឡេស៊ីទៅអីផ្សេងហ្នឹងទៅចូលកម្មវិធី talk show មានមេដៃមាសយើងបញ្ជូនអញ្ចឹងទៅឲ្យគាត់រូបមន្តកុំឲ្យគាត់ធ្វើខុសពីរូបមន្តអ្វីដែលគាត់បានរៀនហើយដាក់ឲ្យគាត់ធ្វើបើគាត់អាចដោះស្រាយលំហាត់ហ្នឹងពិតមែនមានន័យថានឹងជាទេពកោសល្យប៉ុន្តែបើសិនជាគាត់មិនអាចដោះស្រាយលំហាត់បានមានន័យថាដំណឹងផ្សេងពាក់ព័ន្ធទៅនឹងព័ត៌មានដែលថាគាត់អាចដោះស្រាយលំហាត់គណិតវិទ្យាថ្នាក់ទី10បាននោះអាចជាការបង្វឹកហាត់អាចជាការវឹកហាត់ដោយនរណាម្នាក់ឲ្យគាត់មានការចងចាំអត់និយាយរឿងនយោបាយទេបាទអត់និយាយរឿងនយោបាយទេបាទគឺអានេះយើងវិភាគអីណាយើងវិភាគជឿឬមិនជឿអញ្ចឹងបើសិនជាខ្ញុំជារដ្ឋាភិបាលគឺខ្ញុំធ្វើអញ្ចឹងបាទខ្ញុំនឹងធ្វើកម្មវិធី talk show មួយTV show មួយហើយតែមុននឹងធ្វើ TV show ឲ្យក្មេងនឹងមើលរូបមន្តគណិតវិទ្យាចំនួន3រូបមន្តបាទហើយឲ្យគ្រូផ្សេងទៀតដាក់លំហាត់ប៉ុន្តែលំហាត់នឹងស្ថិតនៅក្នុងតែ3រូបមន្តនឹងទេព្រោះកុំឲ្យគាត់ដែលរូបមន្តផ្សេងគាត់អាចអត់ដឹងទេភ្លាមហើយគ្រូផ្សេងដាក់លំហាត់ដោយមិនបានដឹងមុនបើគាត់មិនអាចដោះស្រាយលំហាត់នឹងបានមានន័យថាលំហាត់ដែលគាត់ល្បីតាម Facebook ដែលសម្ដេចតេជោគាត់ស្ងោចសរសើរហ្នឹងគឺខុសមានន័យថាការដែលលើកតម្កើងអញ្ចឹងគឺទាញទម្លាក់ក្មេងនេះមកវិញទេអាហ្នឹងវាកើតអំពីការចងចាំពីព្រោះក្មេងអាយុ6 7ឆ្នាំមានខួរក្បាលខ្លាឆ្លាតណាបើសិនជានរណាម្នាក់បង្រៀនឲ្យគាត់ធ្វើលំហាត់អង្គតិក្រាឬលំហាត់លីមីតឬក៏សម័យកាលផ្សេងបាទឬក៏លំហាត់ធរណីមាត្រផ្សេងហ្នឹងបង្រៀនហាត់វឹកហាត់គាត់ចំនួន10លំហាត់ហើយឲ្យគាត់ធ្វើសារចុះសារឡើង10លំហាត់ហ្នឹងគឺគាត់ច្បាស់ជាធ្វើលំហាត់នោះបានដោយឥតមានសង្ស័យបាទហេតុនេះបានខ្ញុំថាត្រូវមើលទៅធ្វើបាបកុមារនោះបើសិនជាលំហាត់ដែលគាត់ធ្វើត្រូវនឹងជាការវឹក
បាទជាការវឹកវើឲ្យគាត់ចងចាំគាត់ធ្វើអញ្ចឹងហើយគាត់មិនអាចទៅដោះស្រាយលំហាត់ទៅតាមភាពជាក់ស្ដែងបាននៅរូបមន្តផ្សេងៗបានគឺនៅពេលណាដែលមានការប្រកួតប្រជែងយើងត្រូវបញ្ជូនគាត់ទៅឧទាហរណ៍ថានៅក្នុងកម្មវិធីក្រសួងអប់រំអនុវិទ្យាល័យគេមានសិស្សបកែដែលដូចជា4ទៅ3សិស្សបកែអក្សរសាស្ត្រខ្មែរសិស្សបកែគណិតវិទ្យានិងសិស្សបកែរូបវិទ្យាគីមីបាទរូបវិទ្យាគីមីគេដាក់ជាមួយគ្នាសិស្សបកែរូបវិទ្យាគីមីអញ្ចឹងស្រាប់តែគាត់ចូលទៅសាលាបែលគីអន្តរជាតិឧទាហរណ៍អញ្ចឹងដល់ទៅពេលគាត់ចូលអនុវិទ្យាល័យប្រឡងសិស្សបកែទៅកុមារដែលល្បីថាអាចធ្វើលំហាត់គណិតវិទ្យាបានថ្នាក់ទី12បានប្រឡងអត់ជាប់សិស្សបកែទូទាំងប្រទេសឬក៏យកមេដាយមាសនេះធម្មតាគេមានមេដាយមាសនៅតំបន់អាស៊ីនៅតំបន់អាស៊ានគាត់មិនអាចយកមេដាយមាសបានទៅជារឿងទី1បំផ្លាញកិត្តិយសកុមារនឹងទី2អ្នកដែលហែហោមនឹងក៏ខូចកេរ្តិ៍ឈ្មោះដែរអ្នកដែលហែហោមខុសរឿងនឹងក៏ទៅខូចកេរ្តិ៍ឈ្មោះដែរអានេះអ្វីដែលខ្ញុំនិយាយនេះគឺខ្ញុំចង់លើកតម្កើងគាត់ចង់ស្វែងរកយុត្តិធម៌ហើយនឹងការពិតតែប៉ុណ្ណោះអញ្ចឹងសរុបសេចក្តីមកវិញអ្វីដែលខ្ញុំព្រួយបារម្ភនោះគឺខ្លាចកុមារនឹងត្រូវបានគេវឹកវើលំហាត់ហេតុអ្វីកុមារចន្លោះ